ប្រយោជន៍ទាំង5យ៉ាងរបស់គ្រាប់ walnut ឬក៏គេហៅថាគ្រាប់ខួរក្បាលចាបងប្អូនមើលរៀនវាទៅដូចខួរក្បាលអញ្ចឹងតើវាមានអត្ថប្រយោជន៍សំខាន់ដល់សុខភាពរបស់យើងប៉ុណ្ណាបងប្អូនទាំងអស់គ្នាគួរតែយល់ដឹងទី1គឺវាជួយបន្ទាបនៅ cholesterol ចាមានការសិក្សាស្រាវជ្រាវជាច្រើនគេបានប្រមូលផ្ដុំគ្នាគេហៅថា meta analysis research paper គឺអ្នកស្រាវជ្រាវគេយកការសិក្សាជាច្រើនគុំចូលគ្នាហើយគេយកមកវិភាគហើយគេបានណែនាំថាគ្រាប់ walnut ហ្នឹងឬក៏គ្រាប់ខួរក្បាលហ្នឹងគឺវាជួយបន្ទាបនៅ cholesterol អាក្រក់របស់យើងដូចជា LDL បានចំនួន 4% cholesterol សរុបបានរហូតដល់ 3% ហើយនឹងជួយបន្ទាបនៅ triglyceride របស់យើងបានរហូតដល់ 5% ឯណោះក្រៅពីជួយដល់ការបន្ទាប cholesterol របស់យើងគ្រាប់ walnut ក៏វាជួយដល់សុខភាពបេះដូងរបស់យើងដែរដោយសារតែគ្រាប់ walnut គឺសម្បូរទៅដោយខ្លាញ់ល្អ omega 3ជាប្រភេទខ្លាញ់ ALA ហ្នឹងគឺជាខ្លាញ់ដែលល្អមួយស្ថិតនៅក្នុងចំណោមខ្លាញ់ល្អផ្សេងនៅក្នុង website ពេទ្យក៏គេបាននិយាយថារៀងរាល់1ក្រាមដែលយើងញ៉ាំ ALA ជាប្រចាំថ្ងៃវាជួយបន្ទាបហានិភ័យនៃការស្លាប់ដោយជំងឺបេះដូងបានដល់ 10% គឺច្រើនមែនទែនហើយចំពោះគ្រាប់ walnut នេះគេបានរកឃើញថាចំនួន28ក្រាមគឺមានផ្ទុកនៅ 2.5 ក្រាមនៃខ្លាញ់ល្អដែលគេហៅថា ALA រីឯចំពោះអ្នកជំងឺទឹកនោមផ្អែមវិញគឺគាត់អាចទទួលទានបានដោយសារតែកម្រិតជាតិស្កររបស់វាគឺទាបមែនទែន carbohydrate របស់វាទាបមែនទែនចំណុចទី2គ្រាប់ walnut គឺវាជួយប្រឆាំងជាមួយនឹងការរលាកនៅក្នុងខ្លួនតើនៅក្នុងគ្រាប់ walnut វាមានអីខ្លះនៅក្នុងគ្រាប់ walnut វាមាន ALA ដែលជាខ្លាញ់ល្អដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងចាបន្តមកទៀតគឺវាមាន amino acid arginine វាមាន polyphenol ហើយនឹងមាន magnesium ចាអញ្ចឹងទាំងអស់ហ្នឹងគឺវាជួយប្រឆាំងជាមួយនឹងអុកស៊ីតកម្មបានល្អអញ្ចឹងពេលដែលបងប្អូនទទួលទានទៅវាកាត់បន្ថយនៅជំងឺរ៉ាំរ៉ៃផ្សេងដូចជាជំងឺទឹកនោមផ្អែមជំងឺមហារីកជំងឺបេះដូងឬក៏ជំងឺសន្លាក់ជាដើមចំណុចទី3ការទទួលទាននៅគ្រាប់ walnut គឺវាផ្ដល់ផលប្រយោជន៍ដល់បាក់តេរីនៅក្នុងកាពះពោះវៀនរបស់យើងចាបងប្អូនដឹងហើយថាសុខភាពកាពះពោះវៀនគឺសំខាន់មែនទែននៅពេលណាដែលសុខភាពកាពះពោះវៀនយើងអត់ល្អធ្វើឲ្យយើងមានបញ្ហាជំងឺផ្សេងធ្វើឲ្យយើងអស់កម្លាំងធ្វើឲ្យយើងពិបាកនៅក្នុងការសម្រកគីឡូចាអ្នកខ្លះទៀតគឺគេងអត់លក់ក៏មានដែរអញ្ចឹងបើសិនជាបងប្អូនចេះថែរក្សាសុខភាពកាពះពោះវៀនរបស់យើងបងប្អូនទទួលទាននៅអាហារសុខភាពជាពិសេសគឺគ្រាប់ walnut នេះដែលគេហៅថាគ្រាប់ខួរក្បាលហ្នឹងគឺវាផ្ដល់ផលប្រយោជន៍ជាច្រើនដល់បាក់តេរីដែលវារស់នៅក្នុងកាពះពោះវៀនរបស់យើងចំណុចទី4គឺវាជួយកាត់បន្ថយនៅជំងឺមហារីកដោយសារតែនៅក្នុងគ្រាប់ខួរក្បាលគឺវាមាន polyphenol វាជួយប្រឆាំងនៅអុកស៊ីតកម្មហើយគេបានយកទៅធ្វើការសិក្សាស្រាវជ្រាវនៅក្នុង3ប្រភេទទី1គឺគេសិក្សាស្រាវជ្រាវទៅលើមនុស្សដែលមានជំងឺមហារីកសូដន់មួយទៀតគឺគេយកទៅធ្វើការសិក្សាទៅលើកោសិកាដែលជាមហារីកសូដន់និងកោសិកាដែលមានមហារីកកាពះពោះវៀនគេហៅថា colon cancer ហើយបន្ទាប់មកទៀតគឺការសិក្សាទៅលើសត្វចាដែលមានជំងឺមហារីកពោះវៀនក៏ដូចជាមហារីកកាពីងប្រូស្តាតចំណុចទី5គឺវាជួយដល់សុខភាពខួរក្បាលរបស់យើងបង្កើននៅការចងចាំចាធ្វើឲ្យការគិតរបស់យើងហ្នឹងគឺរហ័សរហួនជាងមុនដោយសារតែនៅក្នុងគ្រាប់ខួរក្បាលនេះគឺវាសម្បូរទៅដោយខ្លាញ់ omega 3ចាមិនមែនដោយសាររូបរាងវាដូចខួរក្បាលហើយវាជួយដល់សុខភាពខួរក្បាលរបស់យើងវាមិនមែនចឹងទេបងប្អូនសំខាន់ទៅលើសារធាតុចិញ្ចឹមនៅក្នុងគ្រាប់ខួរក្បាលហ្នឹងតែម្ដងចាហើយមានការសិក្សាស្រាវជ្រាវខុសៗគ្នាការសិក្សាស្រាវជ្រាវខ្លះគេធ្វើទៅលើសត្វកណ្ដុរការសិក្សាស្រាវជ្រាវខ្លះក៏គេធ្វើទៅលើមនុស្សដូចគ្នាដែរហើយខួរក្បាលរបស់យើងគឺមានខ្លាញ់រហូតដល់ 50% ឯណោះអញ្ចឹងពេលបងប្អូនញ៉ាំអាហារដែលសម្បូរទៅដោយខ្លាញ់ល្អគឺវាជួយទៅបំពន់ខួរក្បាលរបស់យើងចាបំពន់នៅការចងចាំរបស់យើងកាត់បន្ថយនៅជំងឺវង្វេងទៅថ្ងៃអនាគតអញ្ចឹងហើយបានជាខ្ញុំណែនាំឲ្យបងប្អូនពីមុនមកទទួលទានខ្លាញ់ល្អបានច្រើនកុំខ្លាចនៅខ្លាញ់បើសិនជានិយាយរឿងខ្លាញ់មិនមែនតែសំដៅទៅលើខ្លាញ់យើងយកមកធ្វើម្ហូបទេចាវាមានប្រភេទខ្លាញ់ផ្សេងខុសៗគ្នាជាច្រើននៅក្នុងគ្រាប់ខួរក្បាលនៅក្នុងគ្រាប់ chia seed flax seed ចាផ្លែបឺអីហ្នឹងសុទ្ធតែសម្បូរដោយខ្លាញ់ល្អហើយត្រី salmon អីក៏ដោយសម្រាប់បងប្អូនដែលគាត់ចង់ញ៉ាំប្រភេទគ្រាប់ខួរក្បាលតែជាលក្ខណៈទឹកដោះខួរក្បាលវិញណាបងប្អូនគេចម្រាញ់ចេញពីគ្រាប់ខួរក្បាលនឹងផ្ទាល់តែម្ដងអាចទទួលទាននៅប្រភេទនេះបានគុណភាពគឺខ្ពស់មែនទែនដោយសារមានគ្រឿងផ្សំតែ2មុខតែប៉ុណ្ណោះមានតែទឹកហើយនឹងគ្រាប់ខួរក្បាលហ្នឹងទេខុសពីទឹកដោះផ្សេងដែលគេដាក់នៅម្សៅធ្វើឲ្យវាខាប់ចាហើយគេដាក់គ្រាប់ធញ្ញជាតិតែបន្តិចទេនៅក្នុងហ្នឹងអញ្ចឹងបងប្អូនអត់សូវទទួលបានសារធាតុចិញ្ចឹមទេតែនេះគេដាក់គ្រាប់ walnut នឹងច្រើនមែនទែនចា3ដងលើសពី brand ផ្សេងហើយគេអត់មានប្រើនៅសារធាតុថែរក្សាទុកទេវិធីនៅក្នុងការចម្រាញ់គឺឲ្យបងប្អូនទទួលបានសារធាតុចិញ្ចឹមខ្ពស់ដោយសារតែគេប្រើបច្ចេកវិទ្យាចុងក្រោយដែលគេហៅថា hydro release បច្ចេកវិទ្យាហ្នឹងគឺគេចម្រាញ់យកទាំងកាកតែម្ដងចាគេអត់បោះចោលកាកវាទេអញ្ចឹងបងប្អូនទទួលបានទាំង fiber ទទួលបានទាំង protein បងប្អូនអាចចាក់នៅក្នុងកែវញ៉ាំមួយថ្ងៃមួយកែវក៏បានយកទៅកិនជាមួយទឹកផ្លែឈើទទួលទានក៏បានអ្នកទឹកនោមផ្អែមអ្នកសម្រក់គីឡូអីគឺញ៉ាំទៅអត់មានភ័យថាខ្លាចឡើងគីឡូទេចាហើយក៏អត់ធ្វើឲ្យឡើងជាតិស្ករផងដែរបើសិនជាបងប្អូនចង់បានកុំភ្លេចឆាចូល page ធានាថាគុណភាពខ្ពស់ជូនបងប្អូនទាំងអស់គ្នាតែម្ដងអរគុណសម្រាប់ការទស្សនាជម្រាបលា